អ្នកខ្លះហៅខ្លួនឯងថាជាឧបាសកឧបាសិកាប៉ុន្តែគាត់ថាជំនឿជំនឿបារមីសក្តិអីចឹងណារួមផ្សំជាមួយបញ្ញាគាត់ថាត្រូវតែជឿត្រូវតែមានបញ្ញាផងហើយនឹងត្រូវតែមានជំនឿទៅខាងហ្នឹងផងដូចជាអមនុស្សក៏បារមីអីចឹងណាស័ក្តិសិទ្ធិអីចឹងទៅប៉ុន្តែភាពជាឧបាសកឧបាសិកាពិតប្រាកដនោះគឺថាមានតែការគោរពចំពោះតែព្រះរតនត្រ័យទេគឺព្រះពុទ្ធពធព្រះសង្ឃគឺថាអត់មានចែកទៅជាអមនុស្សសារណៈអីទេហើយក៏បារមីស័ក្តិសិទ្ធិសារណៈអីក៏អត់ដែរគឺជាឧបាសកឧបាសិកាគឺមានត្រឹមតែរលឹកចំពោះគុណតែគោរពតែគុណចំពោះព្រះរតនត្រ័យគឺព្រះពុទ្ធព្រះធម៌ព្រះសង្ឃទៅនោះគឺហៅឈ្មោះថាឧបាសកឧបាសិកាហើយគាត់តាំងថាជាឧបាសកឧបាសិកាដែរតែគាត់ចាក់ខ្សែកណ្ដាលថាអូជឿទៅខាងនោះផងទៅទៅខាងព្រះពុទ្ធផងទៅថាឧបាសកឧបាសិកានោះគឺជឿជាក់ទៅលើធម៌របស់ព្រះសម្មាសម្ពុទ្ធគឺបើកភ្នែកខ្លួនឯងមិនមែនថាយើងយើងជឿទៅនៅខ្លះទៅនោះខ្លះយើងបើកភ្នែកតែបន្តិចបានហើយទុកខ្លះជឿទៅខាងនេះខាងនោះខ្លះចឹងណាយើងបើកភ្នែកទាំងអស់មកមើលច្បាស់ទៅហ្នឹងហើយបញ្ញារបស់យើងគឺអត់មានថាបញ្ញាខ្លះជឿផ្លូវក្នុងខ្លះអីចឹងឯងបើយើងជឿផ្លូវក្នុងខ្លះបញ្ញាខ្លះអាហ្នឹងចុះភ្នែកយើងបើកទាំងអស់មកឲ្យមើលច្បាស់ទៅហ្នឹងហើយបញ្ញារបស់យើងគឺច្បាស់លាស់ហ្នឹងឯងអត់មានទៅថាអីជឿខាងនេះខ្លះខាងនោះខ្លះតាលេងនិយាយទៅគឺត្រូវតែច្បាស់លាស់ជាមួយហេតុផលជាមួយកម្មផលអត់មានថាគេជពាក់លុយ1000អញ្ចឹងសងតែ500បានហើយទុក500ឲ្យផ្លូវក្នុងសងទៅព្រោះយើងចាក់ខ្សែកណ្ដាលអញ្ចឹងតែរឿងលុយយើងច្បាស់លាស់ដល់ពេលរឿងជឿជាក់ហ្នឹងយើងបែរជាគិតថាយើងជឿទៅពាក់កណ្ដាលបានហើយយើងប្រើបញ្ញាយើងទៅពាក់កណ្ដាលបានហើយយើងទៅជឿដែរនៅពាក់កណ្ដាលទៀតចឹងណាការពិតគឺយើងត្រូវតែច្បាស់លាស់ខ្លួនឯងត្រូវតែយកបញ្ញាយើងទាំងអស់ហ្នឹងមកមើលវិញនិយាយថាអ្វីជាការពិតអ្វីជាវាមិនសមហេតុផលចឹងណាដូចជាថា1 + 1 ស្មើ2ដល់ពេលថា1 ស្មើអត់ស្មើ2ទេស្មើ3ខ្លះស្មើ4ខ្លះចឹងណាយើងការបួងសួងផ្សេងៗនោះបើសិនជាការបួងសួងពិតជាបានសម្រេចមែនចឹងអត់មានណាគេដែលមានសេចក្តីទុកមួយទេគាត់តែបួងសួងសុំទៅយើងមិនធ្វើល្អធ្វើអីទេយើងគ្រាន់តែបួងសួងហើយគឺថាមានអ្នកជួយឲ្យយើងបានផុតពីសេចក្តីទុកឲ្យបានទ្រព្យសម្បត្តិអីផ្សេងៗត្រូវជឿជាក់លើអ្វីយើងធ្វើជឿជាក់លើអំពើដែលយើងធ្វើយើងអឺការបួងសួងនោះមានន័យថាយើងអត់ជឿជាក់លើខ្លួនឯងថាយើងធ្វើហ្នឹងគឺយើងធ្វើត្រូវ100%ធ្វើល្អ100%ក៏ប៉ុន្តែទោះបីយើងអត់បានធ្វើល្អ100%តែយើងជឿជាក់លើទង្វើរបស់យើងបើសិនជាយើងធ្វើល្អកម្មឲ្យផលល្អតែដល់ពេលបើសិនជាយើងធ្វើអាក្រក់កម្មឲ្យផលអាក្រក់ហ្នឹងវាអត់មានរស៊ីសំណូកបួងសួងបន់ស្រន់ដើម្បីឲ្យបាត់បាត់នៅកម្មអាក្រក់ខ្លះទេគឺយើងធ្វើអីក៏បានដែរធ្វើល្អបានល្អធ្វើអាក្រក់បានអាក្រក់មានថាយើងធ្វើអាក្រក់ហើយគឺយើងសោកកម្មផលបានទេសោកអត់ឲ្យយើងធ្វើអាក្រក់ហើយក៏យើងសោកលុយទៅដើម្បីកុំឲ្យជាប់គុកអីចឹងណាគឺកម្មផលអត់ទេយើងសោកលុយអត់បានទេហើយយើងការបួងសួងនេះក៏វាអត់បានសម្រាប់ដែរបើសិនជាទង្វើរបស់យើងនេះគឺយើងទៅធ្វើអាក្រក់តែយើងបួងសួងសុំបានសុំសេចក្តីសុខចឹងណាគឺវាអត់អាចបានទៅតាមការសុំរបស់យើងទេគឺវាទៅតាមអ្វីដែលយើងអាសាយើងធ្វើល្អគឺបានល្អតែយើងធ្វើអាក្រក់គឺឲ្យផលជាទុកអញ្ចឹងណាឲ្យធ្វើល្អបានផលឲ្យធ្វើល្អឲ្យផលជាសុខធ្វើអាក្រក់ឲ្យផលជាទុកអញ្ចឹងអត់មានទៅស្នើសុំឬក៏សោកពីសំណូកអីបានជាមួយកម្មផលទេគឺថាកម្មយ៉ាងម៉េចគឺឲ្យផលអញ្ចឹងតែបើសិនជាអត់មានព្រះពុទ្ធសាសនាអត់មានធម៌ព្រះពុទ្ធទេគឺយើងអត់ដឹងថាទីពឹងណាអញ្ចឹងគឺយើងប្រហែលជាអាចទៅគួរតែថាទៅជឿនេះនោះនេះក៏ដែរប៉ុន្តែនេះក៏ព្រះពុទ្ធនៅមានអញ្ចឹងយើងគួរតែសិក្សាធម៌ពិតរបស់ព្រះសម្មាសម្ពុទ្ធកុំបែកឆ្វេងទៅនេះទៅនោះទៅជឿថានេះថានោះអាណាណីអញ្ចឹងបើសិនជាថាធម៌ព្រះពុទ្ធអត់មានគឺយើងអត់ថាអត់មានទីពឹងអញ្ចឹងណាអត់មានអីទៅគួរច្បាស់លាស់អញ្ចឹងតែដល់ពេលថាមានធម៌ព្រះពុទ្ធហើយយើងក៏បីសិក្សាឲ្យបានច្បាស់លាស់អញ្ចឹងទៅគឺវាមានបញ្ញាច្បាស់អញ្ចឹង